រូបសំណាក់មេតបខ្មែរសង់បែរមុខទៅរកច្រកព្រំដែនអានសេះស្រីឲ្យកូនខ្មែរចង់ចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយគំតិករូបសំណាក់តាអ៊ុំដែលសង់ឡើងនៅក្នុងរង្វង់មូលច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំចំសានស្រុកចំសានខេត្តព្រះវិហារហើយអ្វីយោធាថៃស្អប់តាអ៊ុំម្លេះតើប្រវត្តិរូបសំណាក់តាអ៊ុំមានអ្វីពាក់ព័ន្ធនឹងគំនុំអតីតកាលរវាងខ្មែរសៀមព្រះតេជគុណស៊ុនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេទ័ពដ៏ខ្លាំងពូកែម្នាក់នៅក្នុងសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនបើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាយលុកទប់ទល់និងកងទ័ពសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះក៏បានជាប់ឈ្មោះជាច្រកទ្វារអានសេះដែលជាច្រកធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយនឹងសៀមផងច្រកអានសេះនេះគឺស្ថិតនៅភាគខាងជើងស្រុកចំសានមានចម្ងាយពីទីរួមស្រុកប្រមាណ24 គីឡូម៉ែត្រលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧប៉ុនប្រទេសថៃរូបសំណាក់តាអ៊ុំដែលបានសាងនៅច្រកអានសេះនេះដោយសារតែយោធាតំបន់សងសឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសាងរំលោភហៅកាត់ថា MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទើបយោធាសៀមតែងតែចង់វាយគំទេចរូបសំណាក់តាអ៊ុំនេះក្នុងចំនួន2លើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងថ្ងៃទី7ដល់ទី27ខែធ្នូឆ្នាំ2025កន្លងមកនេះ